ផ្លូវការហើយពានរង្វាន់ Finally Zema នឹងធ្វើនៅកាតាក្នុងកីឡដ្ឋានដែលអាសង់ទីនធ្លាប់ឈ្នះពានរង្វាន់ World Cup នៅឆ្នាំ 2022 ពានរង្វាន់ Finally Zema ដែលជាពានរៀបចំឡើងសម្រាប់ការជួបគ្នារវាងក្រុមម្ចាស់ផ្ទះជើងឯកបាល់ទាត់ទ្វីបអឺរ៉ុបគឺក្រុមជម្រើសជាតិអេស្ប៉ាញទល់នឹងម្ចាស់ជើងឯកទ្វីបអាមេរិកខាងត្បូង Copa America គឺប្រទេសអាសង់ទីនបានប្រកាសអំពីពេលវេលាក្នុងការប្រកួតនិងទីកន្លែងប្រកួតជាផ្លូវការហើយបើយោងតាមការចុះផ្សាយដោយកាសែតអេស្ប៉ាញ Marca បានឲ្យដឹងថាការជួបគ្នាវគ្គផ្ដាច់ព្រាត់ពានរង្វាន់ Finally Zema រវាងប្រទេសអេស្ប៉ាញនិងអាសង់ទីននឹងរៀបចំឡើងនៅកីឡដ្ឋាន Louzes Stadium ក្នុងប្រទេសកាតាថ្ងៃទី27 ខែមីនាឆ្នាំ 2026 កីឡដ្ឋាន Louzes Stadium នេះជាកន្លែងដែលក្រុមជម្រើសជាតិអាសង់ទីននិង Lionel Messi ឈ្នះពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក World Cup កាលពីឆ្នាំ 2022 កន្លងទៅជំនួបដ៏អស្ចារ្យនេះនឹងក្លាយជាការប្រកួតដ៏ធំមួយប្រចាំប្រវត្តិសាស្ត្របាល់ទាត់ដោយសារអ្នកគាំទ្រនឹងបានជួបគ្នារវាងកីឡាករជំនាន់ក្រោយនិងកីឡាករជំនាន់ខ្លាំង Lamine Yamal លេងទល់ជាមួយនឹងវីរបុរសបាល់ទាត់គឺ Lionel Messi គួរឲ្យដឹងផងដែរថាពានរង្វាន់ Finally Zema បានរៀបចំឡើង3លើករួចមកហើយប៉ុន្តែពីនេះត្រូវបានផ្អាកបន្ទាប់ពីរៀបចំបាន2លើកនៅឆ្នាំ 1985 និង 1993 លុះនៅឆ្នាំ 2022 ទៅពីនេះចាប់ផ្ដើមដំណើរការឡើងវិញដោយអាសង់ទីនបានក្លាយជាជើងឯកបន្ទាប់ពីយកឈ្នះអ៊ីតាលីក្នុងលទ្ធផល 3-0